បាទសូមជម្រាបសួរពុកម៉ែបងប្អូនគ្នាដែលស្រឡាញ់និងចូលចិត្តបាទជួយគាំទ្រមកដល់ Channel YouTube របស់ខ្ញុំបាទនៅក្នុងคลิปវីដេអូចំណេះដឹងថ្មីនេះដែរខ្ញុំសូមធ្វើការបង្ហាញបងប្អូននឹងពីរបៀបដាក់បេតុងចុចនៅក្នុងទូរស័ព្ទដៃបាទ Android ហើយនៅក្នុងដៃរបស់ខ្ញុំនេះជាទូរស័ព្ទដៃបាទ Oppo ណាបាទលើសូមធ្វើការបបាយកាមេរ៉ាបន្តិចដើម្បីបង្ហាញបងប្អូនលម្អិតលើទូរស័ព្ទដៃបាទ Oppo នេះតែម្ដងបងប្អូនណាខ្លះដែលប្រើទូរស័ព្ទសុកទៅស្រាប់តែបាត់បេតុងបាទនៅខាងក្រោមនេះអស់ពីមុនមកបងប្អូនតែសង្កេតឃើញថានៅខាងស្ដាំនេះបាទបេតុងបេកថយក្រោយបាទនៅក្តារនេះបេតុងហូមហើយនៅខាងឆ្វេងដៃនេះបាទបេតុងឃ្លាអញ្ចឹងណាបាទឥឡូវវាបាត់អស់ហើយអញ្ចឹងបងប្អូនមិនបាច់ភ័យឬក៏បារម្ភឬមើលរត់រកអ្នកដទៃឬមើលរត់ជាងនាំអស់លុយទេបងប្អូនគ្រាន់តែមើលវីដេអូរបស់ខ្ញុំឲ្យដល់ចប់ទៅបងប្អូននឹងចេះបាទកំណត់ឡើងវិញដោយខ្លួនឯងហើយបាទតើបងប្អូនរកមើលបាទនិមិត្តសញ្ញារូបកងចក្រឬក៏បងប្អូនតែងថាកូនសោណាបាទភាសាអង់គ្លេសគេថាបាទសុទ្ធធីងវាចុចទៅលើនឹងមកហើយចង់ប្រាប់បងប្អូនមួយទៀតបងប្អូនត្រូវតែសង្កេតមើលលើទូរស័ព្ទដៃបងប្អូនផងតាមបងប្អូនកំណត់ជាភាសាអីបើសិនជាបងប្អូនកំណត់ជាភាសាខ្មែរបងប្អូនសរសេរជាភាសាខ្មែរមកប៉ុន្តែបើសិនជាបងប្អូនបាទកំណត់ជាភាសាខ្មែរបងប្អូនបាទមិនអាចសរសេរជាភាសាអង់គ្លេសឲ្យចេញកម្មវិធីបានទេណាតើតែបងប្អូនបាទកំណត់ជាភាសាអង់គ្លេសទើបសរសេរជាភាសាអង់គ្លេសបានបាទឥឡូវសូមបង្ហាញបងប្អូនទៅលើជាទម្រង់ជាភាសាអង់គ្លេសណាបាទបងប្អូនចូលទៅលើពាក្យថាបាទ setting បងប្អូនបាទមិនបាច់ធ្វើការអស់រកនាំ view ទេបាទបងប្អូនឃើញពាក្យថា setting នៅខាងលើហ្នឹងបងប្អូននឹងឃើញនិមិត្តសញ្ញារូបកាយយិត្តហើយបងប្អូនឃើញពាក្យថា search អញ្ចឹងបងប្អូនចុចទៅលើហ្នឹងមករួចហើយបងប្អូនសរសេរតាមខ្ញុំមកណាបាទសរសេរពាក្យថាបាទ navi បងប្អូនគ្រាន់តែសរសេរ navi បងប្អូននឹងឃើញពាក្យថាបាទ navigation និមិត្តសញ្ញាបាទព្រួញបាញ់មកខាងឆ្វេងរួចហើយចុចបន្តុកទៅលើហ្នឹងមកបាទពេលបងប្អូនចុចបន្តុកពីលើពាក្យថាបាទ navigation នោះនឹងនាំបងប្អូនមកដល់កន្លែងដែលបងប្អូនធ្វើការផ្លាស់ប្ដូរបេតុងតែម្ដងឬក៏ style បេតុងណាបាទឥឡូវវាកំពុងតែជាប់នៅខាងលើនេះបាទជាប់ពាក្យថាបាទ swift បាទgesture បាទ from both side អញ្ចឹងបងប្អូនបាទកណិតយកខាងក្រោមហ្នឹងមកបាទកណិតយកខាងក្រោមវិញម្ដងណាបងប្អូនយកពាក្យថាបាទ button បាទចុចខាងហ្នឹងមកនោះបងប្អូននឹងឃើញបេតុងខាងក្រោមនេះបាទអញ្ចឹងបងប្អូនអាចធ្វើការផ្លាស់ប្ដូរបេតុងបានពីរជម្រើសណាបាទអញ្ចឹងជម្រើសទី1បាទបេតុងបេកនៅខាងបាទខាងស្ដាំដៃហើយបេតុងហូមនៅខាងក្តារបេតុងឃ្លានៅបាទខាងឆ្វេងប៉ុន្តែបើសិនជាបងប្អូនបាទអត់ស្និទ្ធដៃខាងហ្នឹងទេបងប្អូនចង់បានបាទបេតុងបាទបេកនៅខាងបាទបេកថយក្រោយនៅខាងបាទខាងឆ្វេងវិញម្ដងហើយបេតុងឃ្លានៅខាងស្ដាំអញ្ចឹងបងប្អូនធ្វើការបាទthíchយកនៅក្នុងបន្លោះហ្នឹងមកពេលនោះបេតុងនេះនឹងធ្វើការផ្លាស់ប្ដូរណាបាទអញ្ចឹងសម្រាប់ខ្ញុំអត់បាទចង់បានបែបហ្នឹងទេគឺខ្ញុំចង់បានហ្នឹងជាតម្រង់បាទបេកថយក្រោយនៅខាងស្ដាំអញ្ចឹងចុច click នឹងមកពេលនោះបេតុងហ្នឹងបាទផ្លាស់ប្ដូរដោយខ្លួនឯងណាបាទអញ្ចឹងពេលបងប្អូនចុចប៉ុណ្ណឹងហើយគឺជាប់ហើយបងប្អូនអាចចេញទៅវិញបានឬក៏ clear ចោលតែម្ដងទៅបាទឥឡូវខ្ញុំសូមធ្វើការបង្ហាញបងប្អូននៅលើជាទម្រង់ភាសាខ្មែរវិញម្ដងឥឡូវខ្ញុំសូមធ្វើការផ្លាស់ប្ដូរភាសាសិនណាបាទចូលមក setting រួចហើយខ្ញុំចូលមកធ្វើការផ្លាស់ប្ដូរភាសាទៅជាទម្រង់ភាសាខ្មែរណាបាទរួចហើយចុចពាក្យថាបាទlanguage region ហ្នឹងមកបាទចំពោះលើទូរស័ព្ទដៃបាទ Oppo បងប្អូនបាទมันអាចចុចបន្តុកបាទទៅលើភាសាខ្មែរអញ្ចឹងវាជាប់ទេតើបងប្អូនចុចស្កតណាបាទចុចស្កតហើយអស់បាទអស់ទៅលើខាងលើវិញម្ដងអញ្ចឹងមកបាទរួចហើយបងប្អូនចុចពាក្យថាខ្មែរហ្នឹងមកអក្សរក្រហមហ្នឹងណាបាទនៅលើជាទម្រង់ភាសាខ្មែរក៏បងប្អូនអាចសរសេរបានដែរបាទគឺដូចតែគ្នាទេមិនបាច់អស់រនាំយូរទេបងប្អូនបាទពីព្រោះតែទូរស័ព្ទដៃបាទ Oppo បាទជួនកាលកម្មវិធីវាខុសគ្នាទូរស័ព្ទថ្លៃអញ្ចឹងទៅបាទទូរស័ព្ទដៃ Oppo វាកម្មវិធីកន្លែង setting ហ្នឹងមានច្រើនបាទសម្រាប់ទូរស័ព្ទខ្លះបាទវាមានកម្មវិធីតិចណាបាទអញ្ចឹងបងប្អូនចុចពីលើពាក្យថាបាទការកំណត់និមិត្តសញ្ញាកែវយិត្តហ្នឹងមកឬក៏កូនសោហ្នឹងមកនេះសម្រាប់បងប្អូនដែលគាត់អត់បានធ្វើការផ្លាស់ប្ដូរភាសាណាបងប្អូនចង់បានជាភាសាខ្មែរខ្ញុំបង្ហាញចេញជាទម្រង់ភាសាខ្មែររួចហើយបងប្អូនចុចបាទសញ្ញាកែវយិត្តឬក៏ការស្វែងរកហ្នឹងមកបាទចំពោះភាសាខ្មែរបងប្អូនសរសេរជាភាសាខ្មែរមកបងប្អូនសរសេរពាក្យថាបាទការរកបាទ
ការរកទិសដៅសេអត់ចំបងប្អូនសេខុសបាទការរកការមានរងបងប្អូនណាបាទការរកទៀតនេះបងប្អូនគ្រាន់តែសរសេរពាក្យថាបាទការរកអញ្ចឹងការមានរហើយរកបាទអញ្ចឹងបងប្អូននឹងឃើញនិមិត្តសញ្ញានេះបាទរួញបាញ់មកបាទខាងឆ្វេងបាទឬចុចបន្តទៅលើនឹងមកនោះនឹងបាននាំបងប្អូនមកដល់កន្លែងបាទផ្លាស់ប្ដូរតម្រង់បាទបេតុងចុចឬក៏ style វាចុចហើយណាបាទ style តម្រង់បេតុងចុចណាបាទចំពោះភាសាខ្មែរគឺបងប្អូនចូលបែបហ្នឹងបាទឧទាហរណ៍ដែលវាជាប់នៅខាងលើនេះគេដាក់ថាកាយវិការអស់ពីផ្នែកទាំងពីរបាទអញ្ចឹងបើសិនជាចូលមកវាចេញតម្រង់បែបនេះបាទត្រឹមបែបហ្នឹងបងប្អូនធ្វើការបាទចុចពាក្យថាបាទប៊ូតុងហ្នឹងមកព្រោះចាំបងប្អូនជ្រើសរើសដូចខ្ញុំបាញ់មិញមកបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមុនគ្លីបពីបងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនបាទក្នុងឱកាសបាទបុណ្យបាទសកលចូលឆ្នាំថ្មី2026នេះសូមបងប្អូនរកទទួលទីមានបានទាំងអស់គ្នាហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់បាទពុកម៉ែបងប្អូនផងបាទនេះពេលនេះខ្ញុំបាទក៏សូមអរគុណការជម្រាបលាជួបគ្នាបាទវីដេអូក្រោយបាទបាយ